មួយដើម្បីយកមកជំរាបជូនដល់ពុកម៉ែបងប្អូនទុកជាចំណេះដឹងបាទគឺវិធីសាស្ត្រធ្វើឲ្យល្ពៅកាន់ផ្លែបានច្រើនហើយនឹងផ្លែបានធំបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនមួយចំនួនដែលបានគាត់បានដាំល្ពៅដាំតឡាចអីហ្នឹងបាទហើយល្ពៅរបស់គាត់ហ្នឹងមានសត្វអុចមានអីហើយវាផ្លែអត់ធំហើយល្ពៅហ្នឹងវាចិត្តតែក្រិនឬក៏ល្ពៅហ្នឹងវាផ្លែអត់ជាប់អីហ្នឹងបាទអញ្ចឹងពុកម៉ែបងប្អូនអាចមើលតាមវិធីសាស្ត្រនេះទៅហើយអាចសាកល្បងធ្វើទាំងអស់គ្នាបាទសង្ឃឹមថានឹងទទួលបានផលច្រើនទាំងអស់គ្នាបាទហើយវិធីសាស្ត្រនេះខ្ញុំក៏បានសាកល្បងមកហើយដែរបាទហើយឃើញថាវាមានផលប្រយោជន៍មែនបាទវាទទួលបានផលពិតមែនអញ្ចឹងខ្ញុំក៏សម្រេចចាត់ចេញវីដេអូហ្នឹងដើម្បីជម្រាបជូនទុកជាចំណេះដឹងដល់ពុកម៉ែបងប្អូនអញ្ចឹងទៅបាទហ្នឹងហើយដែលសម្ភារៈហ្នឹងត្រូវមានម្សៅទឹកដោះគោជូរទឹកដោះគោគុនក្មេងច្រឡំទឹកដោះគោជូរបាទជាស្រ័យគឺទឹកដោះគោគុនក្មេងហ្នឹងបាទនៅកំប៉ុងមកទឹកស្អាតហើយនឹងធុងសម្រាប់បាញ់ថ្នាំបាទហ្នឹងហើយបាទអាហ្នឹងតម្រូវការរបស់យើងគឺមានតែប៉ុណ្្នឹងទេបាទហើយវិធីធ្វើគឺនៅពេលដែលយើងដាំល្ពៅហ្នឹងបានប្រហែល1ខែអញ្ចឹងវានឹងចាប់ផ្ដើមចេញផ្កាបាទហើយយើងលាយម្សៅទឹកដោះគោហ្នឹង2ស្លាបព្រាបាយជាមួយនឹងទឹក20លីត្របាទរួចកូរវាឲ្យសព្វមករួចហើយយើងយកវាបាញ់ទៅលើផ្កាល្ពៅជារៀងរាល់ព្រឹកបាទយើងធ្វើបែបហ្នឹងគឺដើម្បីទាក់ទាញសត្វល្អិតដូចជាឃ្មុំដូចជាកន្លងដូចជាអីជាដើមបាទដើម្បីឲ្យវាមកក្រេបការរបស់វាហើយនឹងជួយក្នុងការបន្តពូជរបស់ល្ពៅនឹងដែរបាទអញ្ចឹងពេលណាដែលឃ្មុំវាមកក្រេបការក្រេបអីរបស់ល្ពៅយើងគឺវាជាប់តែងតែជាប់លំអងនៅជាប់នឹងជើងរបស់វាអញ្ចឹងពេលវាហៅទៅទុំការមួយទៀតអញ្ចឹងលំអងហ្នឹងវានឹងជ្រាបចូលទៅក្នុងការហ្នឹងវាអាចបង្កកំណើតទៅជាផ្លែល្ពៅផ្លែអីអញ្ចឹងទៅបាទហ្នឹងហើយបាទហើយវិធីសាស្ត្រមួយទៀតហ្នឹងគឺពុកម៉ែបងប្អូនយើងអាចយកលំអងកេសរញីលំអងកេសរឈ្មោលការឈ្មោលណាបាទទៅដិតជាប់នឹងកេសរការញីបាទដើម្បីជំនួយក្នុងការបន្តពូជរបស់វាបាទអញ្ចឹងល្ពៅហ្នឹងវាជាបន្តពូជតអីចឹងដែរណាបាទដូចជាសត្វយើងធម្មតាចឹងដែរតាបាទចង់ស្អិតចង់ទៅដិតបាទជាស្រ័យបាទបើយើងមិនអនុវត្តវិធីជួយបង្កាត់បែបនេះទេបាទការល្ពៅញីខ្លះវានឹងរយស្វិតងាប់ទៅវិញតែគ្មានការបង្កកំណើតអញ្ចឹងវាអត់មានផលបាទវាអត់បានផលអីទេបាទហើយហ្នឹងហើយពុកម៉ែបងប្អូនអាចសាកល្បងតាមវិធីនឹងទាំងអស់គ្នាទៅបាទហើយបើសិនជាមានចម្ងល់អីពុកម៉ែបងប្អូនអាច comment នៅខាងក្រោមវីដេអូនឹងមកបាទ comment សួរបានទាំងអស់គ្នាបាទហើយបើសិនជាការអត្ថាធិប្បាយឬក៏ការរៀបរាប់របស់ខ្ញុំហ្នឹងវាអត់គ្រប់គ្រាន់សម្រាប់ពុកម៉ែបងប្អូនទេពុកម៉ែបងប្អូនអាចចូលទៅមើលក្នុង description នៅខាងក្រោមវីដេអូនឹងបានបាទខ្ញុំបានសរសេរជាអក្សរដើម្បីជម្រាបជូនបញ្ជាក់ជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានមើលច្បាស់លាស់ទាំងអស់គ្នាបាទហើយហ្នឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណចំពោះការតាមដានទស្សនាទាំងអស់គ្នាជាចុងក្រោយកុំភ្លេចជួយចុច like ហើយ share ហើយ subscribe channel ខ្ញុំអ្នកមួយផងដើម្បីទទួលបាននូវវីដេអូចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃបាទហើយកុំភ្លេចជួយ share ម្នាក់មួយផងដើម្បីចែកជូនជាចំណេះដឹងដល់ពុកម៉ែបងប្អូនរបស់យើងនៅក្នុងប្រទេសកម្ពុជាទាំងអស់គ្នាបាទហ្នឹងហើយជាចុងក្រោយសូមអរគុណសូមជម្រាបលាបាទសន្យាជួបគ្នានៅវីដេអូថ្មីៗក្រោយទៀតបាទបាយបាយ